តោះបង្ហាញវីដេអូថ្មីមួយទៀតហើយគឺសម្លស្ងោរឆ្អឹងជ្រូកជាមួយនឹងស្ពៃជ្រក់ហើយសម្លនេះផងដែរគឺខ្ញុំធ្វើឡើងក្នុងគោលបំណងគ្រាន់តែបង្ហាញនៅវីដេអូត្រួសតែប៉ុណ្ណោះអត់លម្អិតនៅរបៀបស្លនោះទេគ្រាន់តែធ្វើជាប្រចាំថ្ងៃដំបូងគឺមានឆ្អឹងជ្រូកគឺយើងយកមកកាប់វាជាដុំតូចៗឆ្អឹងនេះកាប់រួចហើយប៉ុន្តែខ្ញុំចង់កាប់វាឲ្យតូចល្អិតជាងបន្ថែមទៀតណាចឹងវាមានឆ្អឹងជ្រូកអានេះកតុយជ្រូកយើងកាប់វាតូចល្អិតកាប់នឹង4ដុំហើយឆ្អឹងជ្រូកឆ្អឹងអានេះឆ្អឹងផ្នែកជើងឆ្អឹងជើងវាយើងកាប់វាកាប់ហើយកាប់ទៀតឲ្យវាតូចល្អិតបន្ទាប់ពីយើងកាប់ឆ្អឹងជ្រូកយើងហើយយើងយកស្ពៃជ្រក់យើងយកមកហាន់អានេះខ្ញុំហៅស្ពៃជ្រក់បងប្អូនយើងខ្លះអាចហៅថាស្ពៃជូរតែដោយសារទម្លាប់តាំងពីក្មេងមកឮថាហៅស្ពៃជ្រក់អញ្ចឹងក៏ជាប់មាត់មកថាស្ពៃជ្រក់បើសិនជាខ្ញុំហៅខុសគឺក៏ខុសទម្លាប់ដែលបងប្អូនធ្លាប់ហៅក៏កុំប្រកែប្រកាន់ដែរគឺស្ពៃជ្រក់នេះគឺខ្ញុំហាន់វាតូចល្អិតមកស្ពៃជ្រក់ដែលខ្ញុំយកមកស្លថ្ងៃនេះគឺមានចំនួន2គុំឥឡូវយើងហាន់បាន1គុំហើយយើងយកមកដាក់ចានតោះមកយើងយក1គុំមួយទៀតយកមកហាន់យើងវះអាពោះកណ្ដាលនៃស្ពៃជ្រក់នឹងចេញយើងវះអាកណ្ដាលវានឹងអាចនឹងល្វីងឬក៏វាអាចនឹងល្វីងអញ្ចឹងយើងវះវាចេញហើយតើយើងហាន់វាតូចល្អិតល្មមនៅពេលដែលយើងស្ងោរទៅយើងវាអាចនឹងតាមពិតយើងញ៉ាំទាំងអញ្ចឹងក៏បានដែរស្ពៃជ្រក់បើយើងមានថៃអាំងអីយើងអាចផ្ទាប់មួយស្ពៃជ្រក់បានតែថ្ងៃនេះខ្ញុំមកស្ងោរជាមួយឆ្អឹងជ្រូកឥឡូវយើងហាន់ស្ពៃហើយយើងយកខ្ទឹមមកដំខ្ទឹមនេះយើងគ្រាន់ដំឲ្យបែកហើយយើងបកសបកវាចេញទេយើងអត់ច្រាមវាទេហើយយើងដាក់ឆ្នាំងលើភ្លើងមកយើងបើកភ្លើងបន្ទាប់ពីយើងបើកភ្លើងហើយយើងចាក់ទឹកមួយកែវចូលដូចរៀងតិចយើងថែមទឹកមួយកែវទៀតបើកទឹកមួយកែវទៀតមកយើងចាក់ចូលឆ្នាំងយើងអញ្ចឹងស្លថ្ងៃនេះខ្ញុំដាក់ទឹក2កែវហើយយើងរកកំបោបមកយើងគ្របទឹករបស់យើងគ្របទឹកមិនទុះទៅទឹកចាប់បានពុះទឹកពុះយើងបើកកម្របឆ្នាំងចេញហើយដំបូងគឺយើងដាក់ខ្ទឹមសដែលយើងវាយហ្នឹងយើងគ្រាន់តែបកសបកវាចេញមកយើងចាក់វាចូលចាក់ខ្ទឹមសយើងចូលមិនទុះហើយយើងយកអាឆ្អឹងដែលយើងកាប់ហ្នឹងចាក់ចូលរួចភ្លោកបែកទឹកខ្ចាយយើងចាក់ទឹកចូលដាក់ចាក់អាឆ្អឹងជ្រូកយើងចូលហើយយើងយកស្បៀមកកូរវាបន្តិចឲ្យវាបែកចេញពីគ្នាព្រោះពេលតែមិញហ្នឹងវានៅជាប់គ្នាយើងចាក់ហើយយើងបន្តមកទៀតយើងយកវែករបស់យើងមកយើងដួសអាពពុះនៃសម្លរបស់យើងហ្នឹងពេលយើងស្ងោរឆ្អឹងជ្រូកសាច់ជ្រូកអីវាតែងតែឡើងពពុះហើយអញ្ចឹងយើងត្រូវដួសពពុះចេញស្អាតយើងអត់ទុកនឹងពពុះហ្នឹងទេពពុះហ្នឹងគឺអាចចេញជាពីឆ្អឹងជ្រូកសាច់ជ្រូករបស់យើងហ្នឹងយើងដួសវាហើយយើងទុកវាបន្តិចឲ្យវាពុះរងាស់ឆ្អឹងហ្នឹងបើមានពពុះទៀតយើងដួសចេញទៀតយើងដួសអាឆ្អឹងឲ្យដួសអាពពុះរបស់យើងនឹងចេញឲ្យស្អាតល្អមកឥឡូវឡើងមកទៀតឡើងពុះទៀតយើងដួសទៀតដួសហើយយើងកូរវាចុះឡើងយើងដួសពុះចេញទៀតដួសពពុះនៃសម្លហ្នឹងចេញដួសរហូតដល់អស់យើងអត់ទុកពពុះនៅក្នុងសម្លហ្នឹងទេយើងដួសហើយយើងកូរវាទៀតកូរឲ្យឆ្អឹងជ្រូកនេះរងាស់វាឲ្យចេញជាតិពីឆ្អឹងជ្រូកវាអាចនឹងរាងយូរអញ្ចឹងយើងដួសវាចេះស្អាតហើយឥឡូវយើងថែមប៊ីចេងបន្តិចហើយខ្ញុំថែមស្ករសមួយកូនស្លាបព្រាចូលហើយថែមអានេះគឺម្សៅរ៉ូឌីម្សៅអំបិលរ៉ូឌីអាចចូលបន្តិចទេចូលបន្តិចហើយតោះមកខ្ញុំរហូតដល់ទឹកត្រីខ្ញុំដាក់ទឹកត្រីចូលមកច្រូចដោយសារស្ពៃជ្រក់អាចវាមានជាតិប្រៃនៅក្នុងហ្នឹងហើយអញ្ចឹងគ្រឿងខ្ញុំអត់ដាក់ច្រើនទេដាក់រ៉ូឌីបន្តិចថែមទឹកថៃបន្តិចមកឥឡូវសម្លយើងទុកនៅលើភ្លើងវាពុះខ្ញុំថែមម្ទេសហុយចូលទៀតយើងចេះថាឆ្នៃថែមហើយយើងដាក់ម្ទេសដោយសារចូលចិត្តហឹរដាក់ម្ទេសខៀវម្ទេសក្រហម1ផ្លែម្ទេសខៀវ3 4 5ផ្លែទៅយើងដាក់ចូលយើងកូរឡើងអញ្ចឹងទៅឲ្យវាពុះរងាស់ហើយឆ្អឹងរបស់យើងហ្នឹងវាផុយបន្ទាប់ពីយើងគិតថារងាស់ហើយផុយភ្លក់រាងត្រូវមាត់ហើយយើងចាប់ដើមចាក់អាស្ពៃជ្រក់របស់យើងហ្នឹងស្ពៃជ្រក់ដែលខ្ញុំហាន់វាតូចល្អិតហ្នឹងចាក់ចូលទៅក្នុងសម្លរបស់យើងមកព្រោះយើងរងាស់វាយូរដែរហើយឆ្អឹងវាល្មមចេញជាតិហើយយើងចាក់បន្តិចចូលហើយយើងធ្វើការកូរវាត្រឡប់ចុះត្រឡប់ឡើងមកឲ្យអាស្ពៃហ្នឹងវាធ្លាក់ទៅក្រោមព្រោះវានៅកំពុងពេញឆ្នាំងដោយសារឆ្នាំងខ្ញុំប្រើឆ្នាំងទូចពេកអញ្ចឹងយើងចាក់បន្តិចទៅឡើងពេញហើយសម្លរបស់យើងវារៀងពេញហើយអញ្ចឹងចាក់បន្តិចហើយខ្ញុំកូរហើយខ្ញុំទុកនៅលើភ្លើងហ្នឹងឲ្យវាពុះរងាស់អាស្ពៃជ្រក់ហ្នឹងដោយសារយើងដាក់វាហើយនេះទៅយើងរងាស់ឲ្យវាចេញជាតិជូរនៅពេលដែលយើងញ៉ាំទៅវាមានរសជាតិឆ្ងាញ់រៀងជូរជ្រះចេញពីអាស្ពៃជ្រក់ហ្នឹងឥឡូវនេះសម្លយើងពុះហើយពុះកាន់តែខ្លាំងហើយពុះឡើងខុចពុះហើយសម្លយើងភ្លក់អីចុះឡើងវាត្រូវមាត់ហើយបន្ទាប់ពីភ្លក់ត្រូវមាត់ហើយយើងយកចានមក
យើងយកចានមកយើងធ្វើការដួសសម្លយើងដាក់ចូលចានហ្នឹងហើយចាននេះចានសម្លយើងដួស1វែកដួសហើយយើងដួស2វែកដួសទាំងមកដោយសារតែសម្លរបស់យើងបានឆ្អិនរួចរាល់ហើយឆ្អឹងរបស់យើងក៏ផុយវាឆ្អឹងវាអត់ផុយទេតែវាចេញជាតិខ្ញុំចង់បានតែជាតិទេដោយសារសាច់អត់សូវមានទេសាច់ជាប់ឆ្អឹងតែបន្តិចទេអញ្ចឹងយើងសម្លថ្ងៃនេះវាច្រើនផ្ដោតទៅលើស្ពៃជ្រក់តែគ្រឿងផ្សំគោលគឺឆ្អឹងជំនីជ្រូកឆ្អឹងជ្រូកមានកន្ទុយជ្រូកហើយឆ្អឹងជ្រូកខ្លះលាយចូលគ្នាហ្នឹងអត់មានសាច់ទេមានតែឆ្អឹងយើងរំងាស់យកពីវាជាតិចេញពីឆ្អឹងហ្នឹងយើងរំងាស់ហើយឥឡូវនេះសម្លរបស់យើងក៏បានរួចរាល់ហើយយើងដួសដាក់ចានបន្ទាប់ពីយើងដួសដាក់ចានហើយយើងចាប់ផ្ដើមថែមម្ទេសពីលើថែមទៀតថែមម្ទេសថែមអីហើយយើងចាប់ផ្ដើមរកស្លឹកខ្ទឹមរបស់យើងហ្នឹងមកដាក់ពីលើអញ្ចឹងសម្លរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេគឺស្ងោរស្ពៃជ្រក់ជាមួយនឹងឆ្អឹងជ្រូកយើងស្ងោរស្ពៃជ្រក់ជាមួយនឹងឆ្អឹងជ្រូកអរគុណសម្រាប់ការទស្សនាជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ